សហរដ្ឋអាមេរិកមិនត្រឹមតែជាមហាអំណាចសេដ្ឋកិច្ចនោះទេតែបើយើងមើលទៅតាមផែនទីប្រទេសនេះមានបន្ទាយធម្មជាតិដ៏រឹងមាំមួយក្នុងពិភពលោកដែលការពារសហរដ្ឋអាមេរិកពីកម្លាំងខាងក្រៅកត្តាភូមិសាស្ត្រធំៗទាំង4នេះគឺជាចម្លើយទី1គឺមហាសមុទ្រទាំងពីរដ៏ធំល្វឹងល្វើយបន្ទាយដែលរឹងមាំត្រូវមានទឹកព័ទ្ធជុំវិញហើយអាមេរិកមានមហាសមុទ្រដ៏ធំបំផុតរហូតដល់2នៅលើផែនដីគឺមហាសមុទ្រប៉ាស៊ីហ្វិកនៅភាគខាងលិចនិងមហាសមុទ្រអាត្លង់តិកនៅភាគខាងកើតការឆ្លងកាត់មហាសមុទ្ររាប់ពាន់គីឡូម៉ែត្រទាមទារពេលវេលានិងប្រព័ន្ធដឹកជញ្ជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលធ្វើឲ្យសហរដ្ឋអាមេរិកអាចដឹងខ្លួនមុននិងត្រៀមលក្ខណៈបានជានិច្ចទី2នោះគឺជួរភ្នំដ៏ខ្ពស់ត្រដែតទោះបីជាគេអាចឆ្លងមហាសមុទ្របានតែគេក៏ត្រូវប្រឈមមុខនឹងជញ្ជាំងធម្មជាតិដ៏ខ្ពស់នៅភាគខាងកើតមានជួរភ្នំអាប៉ាឡាជៀនដែលមានព្រៃឈើដ៏ក្រាស់ឃ្មឹកចំណែកឯនៅភាគខាងលិចមានជួរភ្នំរ៉ុកគីនិងជួរភ្នំស៊ីយ៉ារ៉ាដែលមានកម្ពស់ខ្ពស់កប់ពពកនិងអាកាសធាតុត្រជាក់ខ្លាំងដែលធ្វើឲ្យការឆ្លងកាត់តំបន់នេះប្រៀបបានដូចជាស្ថិតនៅក្នុងទូទឹកកកបើគេចូលតាមព្រំដែនគោកវិញនៅភាគខាងជើងគឺជាព្រំដែនប្រទេសកាណាដាដែលពោរពេញទៅដោយដុំទឹកកកដែលមានសីតុណ្ហភាពក្រោម0និងគ្មានផ្លូវធ្វើដំណើរត្រឹមត្រូវចំណែកឯនៅភាគខាងត្បូងជាប់ទៅនឹងប្រទេសមិចស៊ិកគឺជាវាលខ្សាច់សូណូរ៉ានដ៏ក្តៅហួតហែងនិងគ្មានប្រភពទឹកធម្មជាតិដ៏អាក្រក់ទាំងពីរនេះគឺជាខែលការពារយ៉ាងមានប្រសិទ្ធភាពបំផុតចំណុចចុងក្រោយគឺបន្ទាយដ៏ល្អមួយត្រូវតែអាចចិញ្ចឹមមនុស្សខាងក្នុងបាននៅចន្លោះជួរភ្នំទាំងពីរអាមេរិកមានតំបន់កសិកម្មមិតវេសដ៏ធំធេងនិងមានប្រព័ន្ធទឹកទន្លេ Mississippi ដែលជាផ្លូវទឹកខ្វាត់ខ្វែងវាប្រៀបបានដូចជាសរសៃឈាមសម្រាប់ការដឹកជញ្ជូនស្បៀងអាហារនិងទំនិញរាប់លានតោនដោយភាពងាយស្រួលនិងសុវត្ថិភាពបំផុតសរុបមកអាមេរិកមានមហាសមុទ្រប្រៀបបានដូចជាមហាកំផែងជួរភ្នំជារបាំងធម្មជាតិអាកាសធាតុជាខែលនិងទន្លេជាជង្រុកស្បៀងដែលធ្វើឲ្យភូមិសាស្ត្រសហរដ្ឋអាមេរិកក្លាយជាបន្ទាយដ៏រឹងមាំមួយនៅលើពិភពលោកចុះអ្នកទាំងអស់គ្នាវិញយល់ថានៅមានកត្តាអ្វីផ្សេងទៀតទេដែលការពារសហរដ្ឋអាមេរិក